เคยឆ្ងាញ់មិនឆ្ងាញ់មើលតាចានគឺដឹងហើយបោះណាគេមួយបងស្រីម្នាក់នេះដែលធ្លាប់ទៅញ៉ាំបុកល្ហុងកន្លែងគាត់តែយើងជិះពីផ្លូវកែងខាងសំពៅលូនទៅនៅខាងឆ្វេងដៃផ្លូវទៅបុរីចៃដន្យមែនតើថ្ងៃនេះតែញ៉ាំឃើញអូនគាត់ទៅញ៉ាំនៅនឹងដែរខ្ញុំសង្កេតឃើញកន្លែងគាត់គឺអនាម័យខ្លាំងមែនតើមួយទៀតមកតាមស៊ូគាត់ថាគាត់លក់រយៈពេល2ឆ្នាំហើយនិយាយទៅពីខាងមុខនឹងឡើងបាត់ផ្លាកបាត់អីអស់ហើយគាត់អត់ធ្លាប់ទៅញ៉ាំអីគាត់គិតថាកន្លែងហ្នឹងមិនមែនកន្លែងលក់បុកល្ហុងទេហើយអ្វីដែលខ្ញុំសង្កេតឃើញបុកល្ហុងរបស់គាត់គឺបុកដាក់ស្ករត្នោតអ្នកទាំងអស់គ្នានិយាយពីគ្រឿងសមុទ្រវិញក៏ស្រស់ល្អដែរខ្ញុំទៅញ៉ាំនេះមិនតែញ៉ាំលើកទី1ហើយខ្ញុំទៅញ៉ាំលើកទី2ហើយសារតែបុកល្ហុងគាត់ឆ្ងាញ់អញ្ចឹងលើកទី2នេះក៏ជួយថតឲ្យគាត់តែម្ដងទៅគាត់ប្រាប់ថាមួយរយៈហ្នឹងគឺគាត់លក់អត់សូវដាច់ទេដោយសារតែអត់សូវមានម៉ួយមានអីទៅអញ្ចឹងចានដែលខ្ញុំកំងនេះគឺខ្ញុំយកបុកចម្រោះនិយាយទៅលាយគ្នាមួយចានធំហ្នឹងតែ15000លើពីចៃដន្យទៀតលេងទៅដល់អូនគាត់ទៅញ៉ាំដែរដល់ពេលសួរគាត់ទៅគាត់ថាគាត់មកលើកទី2ដូចខ្ញុំដែរចង់ញ៉ាំបុកល្ហុងឆ្ងាញ់មានគ្នាច្រើនដូចអូនមិញគឺត្រូវហ្មងរៃលុយគ្នាអ្នកបន្តិចហើយញ៉ាំនិយាយទៅឆ្ងាញ់ហ្មងបុកល្ហុងញ៉ាំគ្នាច្រើនបានឆ្ងាញ់បើញ៉ាំម្នាក់ឯងគឺអត់សូវឆ្ងាញ់ទេចាំតែជួយ support គាត់ផងអរគុណច្រើន